នីចាអញ្ចឹងមុននឹងចូលមេរៀនមានអ្នកគ្រូមានរូបភាពខ្លះបង្ហាញកូនណាកូនមើលទាំងអស់គ្នាចាឥឡូវកូនមើលទាំងអស់គ្នាមើលរូបភាពនេះណាកូនណាអានេះជារូបអីកូនចាល្អណាស់គឺរូបអាគុយចារូបអាគុយច្រើនបន្តិចប៉ុន្តែកូនស្គាល់ទេទាំងអស់ហ្នឹងកូនធ្លាប់ឃើញនៅក្នុងផ្ទះកូនទេចាដូចមើលនេះអីគេកូនចាថ្មពិលឲ្យយើងដាក់ក្នុងវិសុរបស់យើងឬក៏ពិលយើងហ្នឹងនេះថ្មគេដាក់នីលកានេះកូនថ្មដាក់នៅក្នុងនីលកាដៃអានេះក៏ជាប្រភពធម្មពលរបស់យើងគឺថ្មដែរចាគ្រាន់តែវាថ្មវាជ្រុងព្រោះយើងដឹងហើយថ្មពិលយើងឥឡូវនេះវាមានច្រើនប្រភេទមានអាមូលមានអាធំអាទូចអាជ្រុងអាសំប៉ែតអីគ្រប់បែបយ៉ាងណាកូនណាចាអញ្ចឹងឲ្យសូមបានទៀតទៀតចាអញ្ចឹងបន្ទាប់ពីកូនមើលរូបភាពនឹងអស់ហើយអ្នកគ្រូក៏មានរូបភាពចាក់ស្ដែងដែរអ្នកគ្រូមានតែមួយទេកូនណានេះគេហៅអីកូនចាថ្មពិលកូនធ្លាប់ទិញឲ្យប៉ាម៉ាក់យើងប្រើអីកូនចាធ្លាប់ទិញស្រាប់ដាក់ធ្វើអីចាដាក់នៅក្នុងនេះលកាព្យួរជញ្ជាំងរបស់យើងឬក៏របស់លេងរបស់យើងហ្នឹងជាពិសេសឡានជ័រដែលមានចុចមានភ្លើងមានអីហ្នឹងគេច្រើនមានដែររបស់លេងរបស់យើងនៅផ្ទះបងឯងណាកូនណាអញ្ចឹងអានេះក៏គេហៅថាថ្មពិលដែរណាចាឥឡូវយើងមើលមេរៀនយើងមើលរូបភាពយើងឡើងវិញនេះរូបភាពគឺស្ទើរតែជាអាគុយថ្មពិលអីជាដើមហើយចំណងជើងយើងថាប្រភពអគ្គិសនីកូនគិតថាតើមានអីតាក់ទងនេះគេបានអ្នកគ្រូបង្ហាញរូបហ្នឹងហើយចំណងជើងអញ្ចឹងកូនណាយើងដឹងទេចាយើងដឹងទេណាវាតាក់ទងគ្នាដោយសារនេះយើងដល់ពីអីកូនដល់ជាអគ្គិសនីអញ្ចឹងយើងភាគច្រើននៅតែយើងអត់អាចហៅថាអគ្គិសនីទេយើងហៅពីអីកូនចាហៅថាភ្លើងអញ្ចឹងភ្លើងហ្នឹងគេអត់ហៅថាអគ្គិសនីអញ្ចឹងគេថាអគ្គិសនីនេះមានន័យថាភ្លើងចាស់ប្រភពមានន័យថាម៉េចកូនចាប្រភពមានន័យថាដើមចាស់ដើមឬក៏ប្រភពកន្លែងដល់អគ្គិសនីបន្តភ្លើងហ្នឹងគឺយើងនិយាយនេះមានអគុយមានថ្មពិលអីជាដើមចាឥឡូវមុននឹងនេះអ្នកគ្រូមានសំណួរស្រាវជ្រាវឲ្យកូនទាំងអស់គ្នាស្រាវជ្រាវណាកូនណាមើលឲ្យគ្រូមានសំណួរឲ្យកូនមើលទាំងអស់គ្នាហើយកូនត្រៀមឆ្លើយសំណួរទាំងអស់គ្នា
គ្រប់បែបយ៉ាងយើងអាចបង្កើតជាចរន្តអគ្គិសនីបានផងដែរអញ្ចឹងចម្លើយឲ្យកូនមិញនេះគឺត្រឹមត្រូវទាំងអស់គ្នាអញ្ចឹងអ្នកគ្រូបានចោលក្រងជាមេរៀនសង្ខេបឲ្យកូនទាំងអស់គ្នាជាមេរៀនសម្រាប់ឲ្យយើងចងចាំទាំងអស់គ្នាចាកូនណាឡើយមិញកូនបានឆ្លើយបានត្រឹមត្រូវទាំងអស់គ្នាហើយអ្នកគ្រូក៏បានចងក្រងជាមេរៀនសង្ខេបឲ្យកូនទាំងអស់គ្នាដែរចាឥឡូវយើងអានមេរៀនសង្ខេបទាំងអស់គ្នាជាមួយនឹងអ្នកគ្រូតោះមេរៀនសង្ខេបថាមពលអគ្គិសនីបានមកពីប្រភពអគ្គិសនីប្រភពអគ្គិសនីជាប្រភពដល់ចរន្តអគ្គិសនីប្រភពអគ្គិសនីមានដូចជាថ្មពិលអាគុយឌីណាម៉ូចាអ្នកគ្រូដាក់ចុចទៀតមានន័យថាមានច្រើនបន្តទៀតតែឥឡូវយើងអានមេរៀនសង្ខេបហើយឥឡូវមិញអ្នកគ្រូអានឥឡូវកូនអានទាំងអស់គ្នាដល់វិញណាកូនណាតោះច
ហើយអញ្ចឹងសូមជម្រាបលាអរគុណបងប្អូនទាំងអស់គ្នាដែលជាយាមមើលคลิปវីដេអូនេះគ្រូណាសុខភាពល្អទាំងអស់គ្នាពិសេសកុំភ្លេចធ្វើអនាម័យសម្អាតខ្លួនឯងជាប្រចាំព្រោះអីមេរោគកូវីដឥឡូវអត់បានសារពលាពីភពផែនដីយើងទេយើងត្រូវតែធ្វើអនាម័យលាងដៃនឹងសាប៊ូអាកោឬកាជែលឲ្យបានញឹកញាប់ចា